ចាចាអរគុណច្រើនចាលោកគ្រូមានអីបន្ថែមទេបាទលោកគ្រូខ្ញុំអរគុណក្រុមចុងក្រោយក្រុមគុំទៅខ្ញុំមានជំនួយមួយពាក់ព័ន្ធជាមួយអ្នកគ្រូបានលើកឡើងថាការឡៃជាការដែលផ្ដល់សេវាទៅធ្វើក្រុមទៅគឺបើចង់ជជែកគ្នាទៅក្នុងតែ15នាទីយើងជួយថាអូខេពួកគ្នាតែគិតថាធ្វើម៉េចដើម្បីឲ្យគម្រោងប្រតិបត្តិដែលអ្នកគ្រូធ្វើនឹងឬក៏អ្នកគ្រូថ្ងៃក្រោយទៅចង់ផ្ដល់ការប្រឹក្សាណែនាំដល់បុគ្គលិករបស់អ្នកគ្រូតើធ្វើម៉េចដើម្បីឲ្យរលូនបើសិនតិចគេមករំខានវិញតែយើងមានវិធីអីដោះស្រាយអរគុណអ្នកគ្រូបាទចឹងខ្ញុំដូចជាអត់មានអីទៀតទេខ្ញុំអរគុណច្រើនដែលបានចែករំលែកទៅជាមួយនឹងបទបង្ហាញនេះហើយបានមានទិន្នន័យល្អមានបង្ហាញទិន្នន័យនៃការបាទក្នុងរបាយការណ៍គឺបានល្អពីទិន្នន័យបាទចឹងខ្ញុំអត់មានអីទេបាទចឹងគ្រូចាខាងខ្ញុំក៏អត់មានអីដែរប៉ុន្តែគាត់អ្វីដែលជាការផ្ដល់ជាយោបល់កម្មវិធីប្រឹក្សាណែនាំនេះមិនមែនជាការបដិបដាលឬក៏ជាការបង្រៀនទេអញ្ចឹងលោកគ្រូក្រុមការងារលើកទឹកចិត្តចាជូនលោកគ្រូទៅមើលនៅមេរៀនទី5ចាដោយសារមេរៀនទី5នេះបាននិយាយលម្អិតអំពីដំណើរការនៃការប្រឹក្សាណែនាំចាអញ្ចឹងបើសិនជាអ្នកគ្រូអាចត្រឡប់ទៅមើលមេរៀនទី5វិញខ្ញុំគិតថាផ្សារភ្ជាប់នៃការជួយគ្រប់គ្រងលោកគ្រូក្នុងការអនុវត្តគម្រោងប្រតិបត្តិបានកាន់តែល្អប្រសើរហើយវាជាកិច្ចការងារមួយដែលអាចជួយទៅដល់សហការីយើងគឺបណ្ដុះទម្លាប់នៃការរៀនដោយខ្លួនឯងមានន័យថាលោកគ្រូអ្នកគ្រូគឺជាចលករមួយក្នុងការតម្រង់ទិសពួកគាត់ឲ្យទៅរកឯកសារណាដែលគាត់អាចសិក្សាស្វែងយល់បានហើយពង្រឹងសមត្ថភាពពួកគាត់ហើយគាត់ត្រឡប់មកវិញគាត់ចែករំលែកនៅអ្វីដែលគាត់បានអានជូនទៅកាន់លោកគ្រូអ្នកគ្រូដោតទៅលើប្រធានបទដែលគាត់បានកំណត់និងជ្រើសរើសហើយក្រោយពីការអានថាតើគាត់បានយកទៅអនុវត្តនៅកន្លែងការងារប្រចាំថ្ងៃក៏ដូចជាកិច្ចការងាររបស់គាត់ទៅធ្វើបន្តជាមួយនឹងសាលារៀនថាគាត់ប្រើប្រាស់ជំនាញឧទាហរណ៍ជំនាញតំណែងប្រកបដោយប្រសិទ្ធភាពកម្រិតណាដែរចាហើយបើសិនគាត់នៅមានបញ្ហាជាកង្វល់អីទៀត
យន្តការដាក់ទៅតែវាអត់ដើរទេចឹងយើងឲ្យគាត់ឆ្លុះបញ្ចាំងទៅលើការផ្ដល់ព័ត៌មានត្រឡប់និងការទទួលព័ត៌មានត្រឡប់ទៅវិញតើកិច្ចការងារដែលគាត់ដាក់ទៅនៅថ្នាក់មូលដ្ឋានហ្នឹងយើងបានធ្វើការតាមដានតើពួកគាត់បានផ្ដល់នៅការជាតម្រូវការជាព័ត៌មានត្រឡប់មកយើងទៅតាមដែរពេលខ្លះយើងជាអ្នកផ្ដល់ប៉ុន្តែយើងរងចាំថ្ងៃដែលត្រូវយកនឹងតែម្ដងដល់ពេលកំឡុងពេលធរៈវេលានៃការតាមដានណាយើងអាចបានធ្វើជាការងារមួយដែលធ្វើឲ្យពួកគាត់មិនអាចទទួលបានការងារផងទេអញ្ចឹងមេរៀនទាំងអស់ហ្នឹងគឺជាអ្វីដែលការងាររបស់អ្នកដល់ប្រឹក្សាគឺមានភារកិច្ចសំខាន់គឺស្ដាប់នៅអ្វីដែលគាត់បានយកមេរៀនហ្នឹងទៅអានហើយអ្វីចំណុចណាដែលអ្នកគ្រូគាត់ថាចង់ឲ្យគាត់អានដោយសារនៅក្នុងមេរៀននីមួយៗដែលមេរៀនភាពជាអ្នកដឹកនាំក្តីមេរៀនការតំណែងប្រកបដោយប្រសិទ្ធភាពក្តីវាមានច្រើនវាមានទៅដល់ប្រមាណសកម្មភាពក៏ច្រើនដែរមែនទេលោកគ្រូអញ្ចឹងលោកគ្រូអាចលើកចំណុចមួយឬក៏ពីរចំណុចដែលលោកគ្រូអាច copy ទៅឲ្យគាត់យកទៅអានបន្ទាប់មកទៀតលោកគ្រូអាចណាត់គាត់ជួបមកវិញអាស្រ័យទៅលើការកំណត់ប្រភពបំណងនៃការយើងចង់ជួយទៅកាន់គាត់ចា៎អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនថាលោកគ្រូអាចចំណាយពេលអានបន្តិចទៀតជាមួយនឹងមេរៀនប្រឹក្សាណែនាំមេរៀនទី5អញ្ចឹងលោកគ្រូអាចយកទៅអនុវត្តការអនុវត្តប្រឹក្សាណែនាំបានយ៉ាងងាយហើយ process របស់នៃការអនុវត្តប្រឹក្សាណែនាំដដែលទេអញ្ចឹងលោកគ្រូអាចយកទៅអនុវត្តហើយការងារនេះអាចជួយទៅដល់យើងធ្វើកិច្ចការងារបន្តជួយការគ្រប់គ្រងដល់សាលារៀនចា៎អរគុណច្រើនចឹងនេះជាអ្វីដែលអនុសាសន៍រួមជូនទៅកាន់លោកគ្រូទាំងអស់ដែលមានវត្តមាននៅទីនេះដើម្បីលោកគ្រូអាចប្រើប្រាស់មេរៀនការប្រឹក្សាណែនាំនេះកាន់តែទូលាយអាចប្រើប្រាស់បានយ៉ាងមានភាពឆ្នៃប្រឌិតសម្រាប់ការអនុវត្តនៃការងាររបស់លោកគ្រូណាចា៎ហើយសង្ឃឹមថាចាប់ពីវគ្គនេះទៅលោកគ្រូអាចបន្តការប្រឹក្សាណែនាំទៅលើតម្រូវការផ្សេងដែលលោកគ្រូអាចកំណត់ជាតម្រូវការផ្សេងនៅក្នុងករណីថាសហការីក្រមអាវ៉ាត់របស់លោកគ្រូនៅតែជាបញ្ហាប្រឈមទៅលើការតំណែងឬក៏ការសរសេររបាយការណ៍ខ្ញុំឧទាហរណ៍ជាតម្រូវការបន្តទៀតគាត់ថាខ្ញុំបញ្ហាប្រឈមរបស់ខ្ញុំគឺការសរសេររបាយការណ៍ឲ្យវាមានគេហៅថាមានចំនួនជាគុណវិស័យតើលក្ខណៈនៃការសរសេររបាយការណ៍នោះវាល្អប៉ុណ្ណាចាឬក៏គាត់លើកឡើងពីបញ្ហាប្រឈមអីផ្សេងទៀតនៃគូបន្តធ្វើកិច្ចការងារនឹងក៏ដែរជា cycle នៃការអនុវត្តប្រឹក្សាណែនាំប៉ុន្តែទៅលើប្រធានបទផ្សេងចាអញ្ចឹងនេះគឺជាការលើកទឹកចិត្តសង្គមដែលលោកគ្រូអាចបន្តធ្វើពីព្រោះការអនុវត្តជាជីវៈជាប្រចាំនេះពេលដែលលោកគ្រូស្វែងរកខ្លឹមសារឬក៏មេរៀនណាដែលល្អសម្រាប់ពួកគាត់ទៅរៀនពេលដែលគាត់យកទៅអានគាត់ចែករំលែកមកអ្នកគ្រូយើងតាមចាអរគុណច្រើនចឹងសម្រាប់ខ្ញុំគឺមើលឃើញថាលោកគ្រូគាត់ថាមេរៀននេះល្អហើយដើម្បីឲ្យវាបន្តនៃការចងចាំដោយលោកគ្រូថាឆ្លើយតបទៅនឹងគេហៅថាវិជាសម្បទាចាយាសម្បទាចាអានឹងទាំងអស់ហ្នឹងគឺទំនិញសម្បទាទាំងអស់ហ្នឹងលុះត្រាតែយើងឆ្លើយតបនឹងទ្រឹស្ដីចិត្ត2010សកម្មលោកគ្រូនឹងបន្តអនុវត្តទ្រឹស្ដីចិត្ត2010យើងបន្តរៀនសូត្ររហូតចាព្រោះអ្វីៗថ្មីទាំងអស់ណាចាអរគុណច្រើនចាអរគុណចាហើយលោកទីនពេងគាត់មានអីបន្ថែមបន្តិចទៀតចាសូមជម្រាប